មកសួស្តីគ្នាយើងចឹងនៅក្នុងវីដេអូនេះខ្ញុំបន្តមេរៀនពាក់ព័ន្ធទៅនឹង DHCP បន្តទៀតបាទខ្ញុំនឹងបង្ហាញគ្នាយើងអំពីការ configure ទៅលើ DHCP scope បាទអញ្ចឹងមុនយើងចូលទៅ configure DHCP scope បានយើងត្រូវយល់ពី parameter សំខាន់ៗនៅក្នុង DHCP អញ្ចឹងវាមានប្រមាណចំនួននេះបាទខ្ញុំនឹងបញ្យល់វាមួយមួយបាទអញ្ចឹងនៅក្នុងការយើងដំឡើង DHCP គឺយើងមាន visa ទេណា visa ដើម្បីយើង click nick ចឹងណាបាទវាមាន GUI interface សម្រាប់យើងដំឡើងងាយស្រួលទេប៉ុន្តែអ្វីដែលខ្ញុំដាក់ថា mandatory នេះបានន័យថានេះគឺជា parameter ដែលយើងត្រូវបំពេញដោយខ្លួនឯងណាបាទយើងអត់មាន default ទេអញ្ចឹងទី1យើងមានដាក់ឈ្មោះ name ឲ្យ scope របស់យើងបាទគ្រាន់តែជាឈ្មោះដើម្បីចំណាំពេលដែលយើងមាន scope ច្រើនអញ្ចឹងយើងចំណាំថា scope នេះសម្រាប់អីយើងដាក់ឈ្មោះវាអញ្ចឹងណាបាទហើយមួយទៀតមាន IP address range បាទអានេះយើងត្រូវកំណត់បំពេញខ្លួនឯងដែរអញ្ចឹង IP ដែលយើងកំណត់ range ហ្នឹងនៅក្នុងហ្នឹងគឺ DHCP វានឹងចាប់ផ្ដើមបោះទៅឲ្យ client ទៅតាម range ដែលយើងកំណត់ចន្លោះ range ដែលយើងកំណត់ពីណាទៅណាអញ្ចឹងណាឧទាហរណ៍យើងមាន 10.1.1. ខ្ញុំយកពី20ទៅ 1.1 ហើយឲ្យវា rank ទៅដល់ 10.1.1.200 អីចឹងទៅបាទអញ្ចឹង DHCP វានឹងបោះតាមអញ្ចឹងពីលេខ20ទៅដល់200ទៅឲ្យ client ណាបាទគេពីលេខនៅក្នុងហ្នឹងគឺវាអត់បោះទេបាទបន្តមកទៀតពាក់ព័ន្ធទៅនឹង subnet mask ណាអញ្ចឹងយើង subnet mask ក៏យើងត្រូវបំពេញដែរបាទអានេះបើយើងចេះបំបែកខ្ញុំមានមេរៀនបំបែក IP បំបែក subnet mask ផ្សេងណាយើងអត់បញ្យល់ទេអញ្ចឹងអាហ្នឹងគឺយើងអាច subnet mask នេះយើងបំពេញដោយខ្លួនយើងដែរណាបាទតទៅទៀតមានពាក់ព័ន្ធជាមួយនឹងexclusion នេះតាមពិតជា optional ទេយើងមិនបាច់ដាក់ក៏បានdefault វាអត់មានទេវាអត់មាន default យើងអាច skip បានណាប៉ុន្តែខ្ញុំគ្រាន់តែបញ្យល់ថា exclusion នេះជាអីឧទាហរណ៍ range យើងពីប៉ុណ្ណឹងទៅប៉ុណ្ណឹងតែយើងចង់ឧទាហរណ៍យើងចង់ថាដកវាចេញ range យើងដកប៉ុណ្ណេះពី100 គុត 10.10.1.100 គុតទៅដល់ 10.10.1 ចំ 10.1.1.105 យើងចង់ដក5លេខចឹងពី101 102 103 104 105យើងដកកុំឲ្យ DHCP វាបោះវានៅក្នុង rank 200ហ្នឹងមែនតែយើងអាច exclude សិនវាបាន exclude បានន័យថាយើងដក5លេខនេះយើងដាក់ប៉ុណ្ណេះយើងដក5លេខយកមកទុកណាបាទអានេះយើងអាចដក1លេខក៏បានយើងអាចដកជា rank ក៏បានដែរណាយើងអត់កំណត់ទេតែយើងដកនៅក្នុងអ្វីដែលយើងមានចំនួនលេខយើងនៅក្នុងនេះបាទ sorry ខ្ញុំស្គាល់នេះសេអានេះផ្សារទៀតវា range យើងពី20ទៅ 10.1.1.200 អញ្ចឹងណាចឹង exclusion យើងដឹងហើយណាបាទតទៅទៀតពាក់ព័ន្ធជាមួយនឹង delay យើងមាន delay គឺចេះណា delay ចង់សំដៅទៅលើនៅពេលដែលយើងមានការព្រួយបារម្ភខ្លាចទៅលើ DHCP server របស់យើងបាទ DHCP server របស់យើងវាមានបញ្ហាយើងមានតែមួយអញ្ចឹងទៅយើងមានបញ្ហាទៅវាមិនអត់ដើរអញ្ចឹងយើងត្រូវការមាន2ណាយើងធ្វើ DHCP server 2បាទ DHCP server 2បាទចឹងនេះជាលក្ខណៈ backup ណាបាទDHCP server ទី1នេះគាត់បោះពី rank 10.1.1.20ទៅខ្ញុំសេកាត់ណាខ្ញុំដាក់ថាពី20ទៅ200យើងហ្នឹងបាទណាគាត់យកលេខហ្នឹងចឹងហើយ DHCP ទី2នេះគាត់បោះចេះវិញគាត់បោះពី 10.1.1. 210ទៅដល់254អីចឹងទៅបាទអញ្ចឹង IP គឺអត់ទី1 DHCP ទី1 DHCP ទី2គឺអត់បោះ overlap គ្នាទេយើងត្រូវដាក់ចំនួនលេខផ្សេងគ្នាបាទអញ្ចឹងនៅពេលដែលមានបញ្ហា DHCP ទី1នេះវា crash
Viscra បាទអញ្ចឹង DHCP ទី2វានៅ client នៅវានឹងរត់ទៅយក IP address ពី DHCP automatic ណាបាទវាអត់ជាមានបញ្ហាទេហើយយើងមានអានេះជាលក្ខណៈយើងហៅថា load balancing តែយើងមានមួយទៀតជាយើងយក DHCP នេះជាទី2នេះយើងយកជា backup វិញ backup បាទខ្ញុំបានន័យថាពេលដំណើរការ DHCP ទី1នេះជាអ្នក offer IP address DHCP ទី2នេះគឺអត់ offer ទេគឺវា wait រងចាំណាវា passive គេអាចហៅថាវាធ្វើជា passive mode ខ្ញុំលុបចេញសេទៅវាអា passive mode ណា passive mode អានេះ active mode backup បាទអញ្ចឹងជា active mode អញ្ចឹង active mode នេះជាអ្នក run passive mode នេះគឺអត់ run ទេគឺចាំលេខវាប៉ុណ្ណេះណាបាទអញ្ចឹងនៅពេលដែលអញ្ចឹងយើងក្នុង passive mode នេះយើងមានកំណត់ delay នេះ delay នេះ delay នៅក្នុងហ្នឹងបាទបើយើងកំណត់បើយើងមាន2អញ្ចឹងហ្នឹងសម្រាប់អញ្ចឹងទេយើង delay ប្រហែលនាទី5នាទី10នាទី1ម៉ោងអីចឹងទៅនៅក្នុងហ្នឹងវាមានឲ្យយើងដាក់អញ្ចឹងនៅពេលដែល DHCP ទី1 active នេះវាចាប់ផ្ដើមអត់ active អញ្ចឹង DHCP វាចាប់ detect មើលតើ DHCP ទី1ព្រោះវាហ្នឹងវា communication គ្នាដឹងបាទអញ្ចឹង DHCP ទី1ហ្នឹងចាប់ផ្ដើមអត់បោះ IP រយៈពេល5នាទី5នាទីគឺវាអត់មានដំណើរការអីសោះអញ្ចឹងអានេះវានឹង turn on passive mode ទៅជា active mode វិញបាទណាទៅតាម delay ដែលយើងកំណត់ហ្នឹងបាទយើងចង់កំណត់ឲ្យលឿនឲ្យយឺតស្រាប់តែយើងបាទនៅពេលអានេះវាដើរវិញវា active វិញអញ្ចឹងអានេះវា load មក passive វិញអាហ្នឹងសម្រាប់ delay បាទមានតែប៉ុណ្្នឹងទេ delay ច្រើនបាទបន្តមកទៀតពាក់ព័ន្ធជាមួយនឹង list duration ណា duration គឺជាម៉ោងដែលយើងកំណត់ឲ្យ DHCP server វា renew IP ម្ដងមកនៅពេលណាណាប្រាប់ renew wall IP បាទអញ្ចឹងខ្ញុំយល់ពីមេរៀនមុនហើយវាមានរូបមន្តវា50 87ណា87ជាងបាទចឹងទៅយើងយក8ថ្ងៃបាទអញ្ចឹងវាតាមក្បួនហ្នឹងទៅណាហើយ list duration នេះខ្ញុំសូមបញ្យល់តិចបើសិនជាយើងឧទាហរណ៍តែពេលណាយើងប្រើច្រើនថ្ងៃឬពេលណាយើងប្រើតិចថ្ងៃកន្លែងណាឧទាហរណ៍បើយើងហាងកាហ្វេបាទហាងកាហ្វេយើងដឹងហើយមានភ្ញៀវគាត់ walk in ដើរចេញចូលជាញឹកញាប់ជួនកាលអ្នកខ្លះគាត់1ម៉ោងទៅគាត់ចេញទៅវិញអ្នកខ្លះគាត់នៅ2ម៉ោង3ម៉ោងអញ្ចឹងទៅណាអញ្ចឹងឧទាហរណ៍បើយើងកំណត់ថាឲ្យវា90ថ្ងៃឧទាហរណ៍ DHCP server យើងយកច្រើនទៀតណាយក90ថ្ងៃបាទអញ្ចឹងតែទីតាំងយើងកាហ្វេអញ្ចឹងនៅពេលដែល customer គាត់ចូលមកគឺគាត់នឹងបាន IP address មកគ្រាប់បាទអញ្ចឹងដល់ពេលរហូត user គាត់ចូលមកពេញដល់200ជាងដល់254អញ្ចឹង IP របស់យើងវាត្រូវអស់ណាទៅ over ទៅ run out ចា run out អស់ IP បាទអញ្ចឹង DHCP server គឺវាបានបោះទៅឲ្យហើយយើង run out ដល់ IP តែពិតជាក់ស្ដែងភ្ញៀវគឺគាត់ចេញទៅបាត់ហើយគាត់លេង1ម៉ោងឬក៏2ម៉ោងចេញទៅបាត់ហើយប៉ុន្តែដល់ពេលយើងកំណត់វា90ថ្ងៃអញ្ចឹងកាលណាក្បួនវាកាលណា DHCP វាទៅ check IP មួយហ្នឹងបោះចេញទៅហើយកាលណាវាអត់គ្រប់លក្ខខណ្ឌវា90ថ្ងៃគឺវាអត់ទាន់ release IP ហ្នឹងយកពី customer ចូលមកវិញទេអាហ្នឹងសម្រាប់យើងកំណត់យូរណាបាទអញ្ចឹងវាចាំរហូតដល់90ថ្ងៃគ្រប់ 100% ទើបវាយកចោលយក IP ហ្នឹងមកទុកវិញអញ្ចឹងកាលណាយើងកំណត់ច្រើនថ្ងៃគឺវាមានបញ្ហាអញ្ចឹងណាបាទតែបើយើងកំណត់តិចថ្ងៃពេកឧទាហរណ៍សមមុតិកន្លែងយើងបុគ្គលិកក្រុមហ៊ុនបានន័យថាគាត់ធ្វើការអត់ដូរមនុស្សទេមនុស្សម្នាក់ហ្នឹងគឺគាត់ធ្វើដដែលអញ្ចឹងយើងអាចកំណត់យូរថ្ងៃបានឲ្យយូរថ្ងៃបន្តិចបានតែបើសិនជាហាងកាហ្វេអញ្ចឹងមនុស្សចេញចូលគាត់ដូរទូរស័ព្ទដូរអីរហូតអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងអាចកំណត់ឲ្យតិចអាចមួយថ្ងៃអីចឹងទៅឲ្យគាត់ release ចេញម្ដងមួយថ្ងៃឬ2ថ្ងៃអីចឹងទៅណាបាទអានេះសម្រាប់ duration យើងដាក់តាមស្ថានភាពជាក់ស្ដែង
របស់យើងណាបាទមួយទៀតពាក់ព័ន្ធជាមួយនឹង option វិញម្ដងណា option គឺជាoptional ដែរយើងមិនបាច់បំពេញក៏បានដែរអញ្ចឹង option វាមាននៅក្នុង DHP ដែលពេលយើងកំណត់ដំបូងហ្នឹងគឺ default គឺវាមាន3នេះឲ្យយើងធ្វើណាគឺទី1មានលេខកូដ3លេខកូដ6និង15អញ្ចឹងទី1លេខ3លេខកូដ3គឺគេហៅថា router ឬក៏ default gateway បានន័យថាយើងចង់ឲ្យ DHP server គាត់បោះលេខ IP address របស់ router ដើម្បីយើងអាចឡើងទៅ internet បានណាអញ្ចឹងកាលណាយើងអត់មាន router រុញទៅ internet ទេយើងអត់ប្រើ internet បានទេឬក៏រុញទៅ network មួយទៀតណា foreign network បាទអានេះគឺលេខ router លេខ3បាទមួយទៀតគឺលេខ6សម្រាប់ DNS server DNS server មានដូចជាបោះ Google លេខ 8.8.8 អញ្ចឹងណាបាទអញ្ចឹងឲ្យ DHCP គាត់បំពេញ DNS server ឲ្យផងណាបើយើងដាក់ក៏ដាក់ទៅឬក៏យើងប្រើពួក cloud player ដូចជាប្រហែលនេះមានលេខ server ផ្សេងទៀតគេមានចុច1ហើយនឹង9អីចឹងណាបាទតែមានតែ Google មួយទេអានេះក៏ជា DNS server ដែរគេអាចបំពេញ DNS ណាអាចពេញនៅក្នុងហ្នឹងឲ្យ DHCP វាបោះឲ្យយើងបាទចុងក្រោយគេគឺជា domain name យើងអាចបំពេញឲ្យ DHCP បំពេញនៅក្នុង network យើងតើ domain name យើងឈ្មោះអីយើងអាចដាក់បានណាបាទទី5បាទចុងបញ្ចប់គេគឺ activation ណា activation កាលណាយើងបង្កើត scope មកអញ្ចឹងហើយបាទបើយើងអត់ activate ទេយើងអាចវាអត់ដើរទេ activate ស្រួលទេយើងគ្រាន់តែ right click លើ scope ហ្នឹង activate ណាប៉ុន្តែគ្រាន់តែ process ហ្នឹងវាមានប៉ុណ្្នឹង activate បាទ complete activate ហើយចាំពេលដល់អនុវត្តខ្ញុំបង្ហាញអញ្ចឹងយើងទៅបន្តិចទៀតបាទសម្រាប់DHCP authorization ADDS អញ្ចឹងនៅក្នុង DHCP server ដែលយើងដំឡើងប្រើជាមួយនឹង Windows យើងត្រូវតែauthorize វាណាដល់ផ្ទេរសិទ្ធដល់សិទ្ធរបស់វាឲ្យ ADDS ណានៅក្នុង ADDS យើងត្រូវតែ authorize ឲ្យ DHCP server ហ្នឹងបើយើងអត់ចូលទៅ authorize វានៅក្នុង ADDS ទេ Active Directory Domain Name Service ទេវាអត់ release IP ទៅឲ្យ client ទេអញ្ចឹងវាអត់មានសិទ្ធិទេអានេះសម្រាប់ DHCP service របស់ Windows បាទហើយវិធី authorize យើងអាចចូលប្រើជាមួយនឹង PowerShell ក៏បានដែរបើយើងចង់ប្រើ PowerShell យើង run command ខាងក្រោមនេះណាយើងបើក PowerShell មកយើងវាយចេះមកវាយ command ចឹងហើយនៅក្នុងបន្ទាប់ពីវាយ command ហ្នឹងហើយអានេះអត់វាយណាបាទយើងដាក់ IP យើងដាក់ឈ្មោះDHCP server ហ្នឹងក៏បានឬក៏យើងដាក់ IP address របស់ DHCP server ហ្នឹងក៏បានហើយ enter ទៅគឺវា authorize ឲ្យយើងហើយបាទចឹងមួយទៀតសម្រាប់អានេះជា server ហើយបើសម្រាប់ជា standalone server ជាមួយនឹង DHCP វិញក៏វាអត់ list IP ដែរបើសិនជាវា detect ណា not list IP is IP address is an authorized DHCP server is detected ណាបាទចឹងបើសិនជាមាន DHCP server ណាមួយ detect នៅក្នុង network ហ្នឹងណាតែយើងមានម៉ាស៊ីនមួយទៀតសិនយើងពីរម៉ាស៊ីននេះ DHCP server វា authorize ណាបាទតែយើងមាន stand alone ដែលយើងអត់ join អានេះ join ជាមួយ domain join ហើយអានេះអត់ join domain ទេបាទនេះអត់នៅក្នុង control របស់ domain ទេយើងដាក់ DHCP server service នៅក្នុងវាដែរណាអញ្ចឹងដល់ពេលដែលវា detect ឃើញទៅវា stand alone អត់ join domain ក៏វាអត់ list IP ដែរណាយ៉ាអានោះអញ្ចឹងគេថា authorize វាដែរដល់ Windows DHCP អញ្ចឹងចូលមួយទៀតពាក់ព័ន្ធទៅ NaN Windows វិញNaN Windows DHCP server អញ្ចឹងយើងមានដូចជាពួក Linux អីបាទ Linux អីទូអីហ្នឹងពួក Linux open source បាទក៏វាមាន service DHCP របស់វាដែរអញ្ចឹងវាអត់ under control របស់ Windows ទេពួកនេះគឺមិនទោះបីវា detect ឃើញDHCP server authorize ឬមិន authorize វានៅតែបោះវាកាលណាយើង activate វានៅក្នុង Linux ហើយគឺវាដំណើរការណាអានេះវាខ្វល់មួយ Windows server ទេយើងមាន2អញ្ចឹងយើងមានម៉ាស៊ីន2ម៉ាស៊ីននេះ Linux ណាម៉ាស៊ីននេះ Windows ដែលមាន DHCP អញ្ចឹងអានេះវាអត់ខ្វល់នឹង Windows នឹងទេណាបាទអញ្ចឹងហើយមួយទៀតពាក់ព័ន្ធជាមួយ device ឧបករណ៍មួយចំនួនណា
ហើយវានឹង function ដំណើរការអត់ប្រកាន់ថា authorize មិន authorize ទេ device មួយចំនួនហ្នឹងមានដូចជា router បាទ router ពួក router អាចមានជា AP access point ឬក៏ switch ណា switch Cisco enterprise ខ្លះ switch layer 3 ណាបាទ layer 3 វាអាចមាន DHCP server run នៅក្នុងហ្នឹងអញ្ចឹងពួកឧបករណ៍ទៅហ្នឹងគឺវាអត់ខ្វល់ក៏អត់ខ្វល់មួយហ្នឹង AD ដែរ Active Directory Domain SV ដែរអញ្ចឹងវាមាន DHCP server បើយើងឲ្យវា run គឺវា run ហើយវាខ្វល់ជាមួយហ្នឹងលើ network ហ្នឹងមានហើយវាហ្នឹងវាអាចមានបញ្ហាជាន់គ្នាជាន់អីអញ្ចឹងណាបាទតែឧបករណ៍ផ្សេងឧបករណ៍ router នឹងជាប្រភេទអីក៏បានដែរមានពួក Netgear ឬក៏ TP-Link ឬក៏ MegaTech អីចឹងណាគឺគាត់មាន DHCP server របស់គាត់ដែរ AP ក៏មានដែរបាទអញ្ចឹងគាត់ run អត់ខ្វល់ពី server ទេអានេះណាដំណើរការហើយវា run ហើយបាទអញ្ចឹងនៅក្នុងហ្នឹងមួយទៀតបើសិនជាយើងចង់មើល IP address ដែលឬក៏ DHCP server ដែល run នៅលើ network របស់ខ្ញុំហ្នឹងខ្ញុំអាចវាយ IP config/all បាទអញ្ចឹងយើងឃើញវាមានបង្ហាញយើងពាក់ព័ន្ធជាមួយនឹងខ្ញុំព្រិចឲ្យធំតិចមិនធំទេប៉ុណ្ណឹងមើលហ្មងបាទអញ្ចឹងយើងមានទី1 DHCP អញ្ចឹងយើងឃើញវាបង្ហាញយើងថា DHCP server របស់យើងហ្នឹងគឺជាម៉ាស៊ីនដែលមានកតុយលេខ1ណាជាម៉ាស៊ីន server ដែលមានកតុយណាតែតាមពិតអានេះជា router ទេណាពួកខ្ញុំឲ្យវា run router ជាអ្នកបោះ IP address auto ណាបាទអញ្ចឹង default ឃើញ default gateway យើងក៏ចុចមួយដែរព្រោះអានេះ default gateway ហ្នឹងក៏ជា router DHCP ក៏ router អ្នក run អញ្ចឹងវាឃើញចុចមួយអញ្ចឹងបាទតោះមកយើងមានខាងលើនេះព័ត៌មានពាក់ជាមួយព័ន្ធជាមួយនឹង IP address នៃម៉ាស៊ីនខ្ញុំចាប់បានណាលេខ20ហើយនឹង subnet mask អីចឹងទៅហើយនឹងមានOpten ទទួលអាន IP ហ្នឹងថ្ងៃទីប្រមាណម៉ោងប្រមាណហើយនឹងអានេះ expire ទៅវិញនៅថ្ងៃទីប្រមាណម៉ោងប្រមាណគឺវាបង្ហាញខាងក្រោមនេះណាបាទចឹងសម្រាប់ខាងលើនេះ IP address ខាងលើនេះអានេះ version 6ទេណាយើងអត់និយាយទេព្រោះខ្ញុំប្រើ version 4ណា version 6វាវែងហើយយើងត្រូវការចំណាយពេលរៀនថែមទៀតណា version 6អានេះ DNS server ខាងក្រោមបាទអូខេអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំមានតែប៉ុណ្្នឹងទេណាបាទអញ្ចឹងចូលវីដេអូមួយទៀតបាទខ្ញុំចូលទៅ configure ខ្ញុំបញ្យល់ឲ្យយល់សិនពី scope ពីអីសិនបាទអរគុណច្រើនជម្រាបលា